សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាតើបេះដូងទារកចាប់ផ្ដើមលោតនៅសប្ដាហ៍ទីប៉ុន្មានមុននេះយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំតើបេះដូងរបស់ទារកក្នុងផ្ទៃចាប់ផ្ដើមលោតនៅសប្ដាហ៍ទីប៉ុន្មាននៅពេលដែលអ្នកមានផ្ទៃពោះប្រហែលជានៅសប្ដាហ៍ទី6បេះដូងរបស់ទារកចាប់ផ្ដើមលោតហើយក្រៅពីសរីរាង្គបេះដូងចាប់ផ្ដើមលោតក៏មានសរីរាង្គផ្សេងៗទៀតចាប់ផ្ដើមលូតលាស់ដែរសរីរាង្គផ្សេងទៀតនោះមានដូចជាអមព្រីយ៉ុងមានប្រហែល8មីលីម៉ែត្រខួរឆ្អឹងខ្នងដែលនៅចំហចាប់ផ្ដើមបិទជិតកោសិកាឈាមនិងសរសៃឈាមត្រូវបានបង្កើតឡើងចលនាឈាមនឹងចាប់ផ្ដើមភ្ជាប់ទៅនឹងថង់ស៊ុតពណ៌លឿងបេះដូងដែលមានរាងជាបំពង់ត្រូវបានវិវត្តទៅជារូបរាងបេះដូងនិងចាប់ផ្ដើមលោតខួរក្បាលចាប់ផ្ដើមចែកជាផ្នែកភ្នែកក៏ចាប់ផ្ដើមបង្កើតឡើងដែរកូនរបស់អ្នកមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងពេល2ទៅ3សប្តាហ៍ដំបូងនៃការមានផ្ទៃពោះដែលជាហេតុធ្វើឲ្យស្ត្រីមានអារម្មណ៍អស់កម្លាំងនៅត្រីមាសដំបូងដូច្នេះដើម្បីជួយឲ្យកូនរបស់អ្នកឲ្យលូតលាស់បានល្អអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ស្រូបយកខ្យល់អាកាសដែលស្រស់ថ្លាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងញ៉ាំរបបអាហារណាដែលមានសុខភាពល្អ